ជាដំបងសូមគោរពជំរាបសួរទៅកាន់លោកគ្រូសាស្ត្រាចារ្យឡៅសុធីតានាងខ្ញុំឈ្មោះខឹមសុខុនជានិស្សិតរៀននៅសាកលវិទ្យាល័យជាគ្រប់គ្រងឆ្នាំទី3ចំនួន32ក្រុម84នៅថ្ងៃនេះចូលខ្លួនបកស្រាយនៅប្រធានបទមួយដែលលោកគ្រូក៏បានដាក់ឲ្យសិក្សាស្រាវជ្រាវដែរប្រធានបទនោះនិយាយអំពី type of meeting មុននឹងឈានចូលទៅការបកស្រាយយើងមកមើលមេត្តារបស់យើងជាមុនសិនដែរមេត្តាមានដូចជា1សេចក្តីណែនាំ2ប្រភេទនៃការប្រជុំ 2.1 ការប្រជុំផ្លូវការ 2.2 ការប្រជុំមិនផ្លូវការ 2.3 ការប្រជុំរវាងអ្នកគ្រប់គ្រងនិងបុគ្គលិក 2.4 ការប្រជុំក្រុមការងារ 2.5 ការប្រជុំក្រុមអនឡាញ 3 គុណសម្បត្តិនៃការប្រជុំ 4 គុណវិបត្តិនៃការប្រជុំនិង5សេចក្តីសន្និដ្ឋានជើងចូលមកដល់ចំណុចទី1សេចក្តីណែនាំឬក៏និយមន័យ meeting ការប្រជុំគឺជាការជួបជុំរវាងមនុស្ស2នាក់ឬច្រើននាក់ដើម្បីពិភាក្សាផ្លាស់ប្ដូរព័ត៌មានឬក៏ស្វែងរកដំណោះស្រាយនិងការសម្រេចគោលដៅរួមហើយការប្រជុំនេះផងដែរអាចធ្វើឡើងដោយផ្ទាល់ឬក៏តាមរយៈប្រព័ន្ធអនឡាញបានផងដែរចំពោះការប្រជុំគឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងអង្គការនិងក្រុមការងារព្រោះវាជួយឲ្យសមាជិកមានទំនាក់ទំនងគ្នាបានល្អការប្រជុំក៏ជួយគ្នានៅក្នុងការចែករំលែកព័ត៌មានការសម្រេចចិត្តការស្វែងរកដំណោះស្រាយមកដោះស្រាយបញ្ហានិងការបង្កើនកិច្ចសហការនៅក្នុងការងារផងដែរហើយប្រសិនបើគ្មានការប្រជុំទេការងារក៏មិនអាចប្រព្រឹត្តទៅឲ្យដោយរលូនផងដែរហើយក៏វាមានភាពច្របូកច្របល់ដោយសារតែខ្វះការសម្របសម្រួលឥឡូវយើងចូលមកដល់ចំណុចបន្ទាប់គឺចំណុចទី2ប្រភេទនៃការប្រជុំ 2.1 ការប្រជុំផ្លូវការ formal meeting ហើយការប្រជុំផ្លូវការឬក៏ formal meeting នេះផងដែរគឺជាការប្រជុំផ្លូវការដែលមានការរៀបចំឡើងទុកជាមុនដូចជាការកំណត់ពេលវេលាមានរបៀបរៀបរយនិងមានអ្នកចូលរួមនិងកំណត់មានការច្បាស់លាស់ហើយការប្រជុំប្រភេទនេះផងដែរភាគច្រើនគឺប្រើនៅក្នុងក្រុមហ៊ុនឬក៏អង្គការអង្គភាពធំៗដើម្បីពិភាក្សាការងារសំខាន់ហើយការប្រជុំផ្លូវការនេះដែរគឺធ្វើឡើងដើម្បីការប្រជុំប្រចាំខែការប្រជុំរវាងអ្នកគ្រប់គ្រងនិងការប្រជុំរបាយការណ៍ការងារចំពោះអត្ថប្រយោជន៍វិញគឺវាមានភាពរបៀបរៀបរយនិងងាយស្រួលតាមដានលទ្ធផលការងារនិងជួយឲ្យការសម្រេចចិត្តការងារមានភាពច្បាស់លាស់ផងដែរចូលមកដល់ចំណុចបន្ទាប់គឺ 2.2 ការប្រជុំមិនផ្លូវការ informal meeting ការប្រជុំមិនផ្លូវការឬក៏ informal meeting នេះផងដែរគឺជាការប្រជុំដែលមិនផ្លូវការដែលមិនមានច្បាប់លាស់និងមិនសូវជាមានច្បាប់តឹងរ៉ឹងប្រមាណទេវាធ្វើឡើងសម្រាប់តែពិភាក្សាការងារទូទៅឬក៏ផ្លាស់ប្ដូរយោបល់គ្នារវាងមិត្តរួមក្រុមការងារប៉ុណ្ណោះវាធ្វើឡើងនៅក្នុងការពិភាក្សានៅក្នុងពេលសម្រាកដែលយើងសម្រាកការងារយើងក៏និយាយពិភាក្សាគ្នាលេងទៅហើយការជជែកអំពីគម្រោងការងារចឹងទៅហើយចំពោះអត្ថប្រយោជន៍វិញគឺបង្កើតបរិយាកាសការងារឲ្យបានល្អងាយនៅក្នុងការចែករំលែកគំនិតថ្មីៗនៅក្នុងការងារនិងបង្កើនទំនាក់ទំនងល្អនៅក្នុងក្រុមការងារផងដែរឥឡូវនេះចូលមកដល់ចំណុចបន្ទាប់ទៀតគឺ 2.3 ការប្រជុំរវាងអ្នកគ្រប់គ្រងនិងបុគ្គលិក staff meeting គឺជាការប្រជុំរវាងអ្នកគ្រប់គ្រងឬក៏បុគ្គលិកដើម្បីពិភាក្សានិយាយអំពីសកម្មភាពការងារបញ្ហាឬក៏ផែនការការងារអីចឹងទៅចំពោះគោលបំណងវិញគឺយើងធ្វើឡើងដើម្បីបែងចែកការងារបានច្បាស់លាស់តាមដានការងារឬក៏តាមដានដំណោះស្រាយបញ្ហាការងារផងដែរចំពោះអត្ថប្រយោជន៍វិញគឺបុគ្គលិកធ្វើឲ្យបុគ្គលិកនឹងយល់ពីកិច្ចការងារភារកិច្ចរបស់ខ្លួនដែលត្រូវធ្វើនិងជួយបង្កើតកិច្ចសហការនៅក្នុងក្រុមការងារផងដែរចូលមកដល់ចំណុចបន្ទាប់ទៀតគឺ 2.4 ការប្រជុំក្រុមការងារ team meeting ឬក៏ការប្រជុំក្រុមការងារនេះផងដែរគឺជាការប្រជុំក្រុមការងារដើម្បីពិភាក្សាពីការអនុវត្តគម្រោងការងារនិងកិច្ចសហការរវាងសមាជិកឧទាហរណ៍ដូចជា project team meeting discussion on គ្រប់អាស័យមិនចឹងទៅហើយអត្ថប្រយោជន៍វិញគឺវាជួយធ្វើឲ្យក្រុមការងារមានការសម្របសម្រួលគ្នាបានល្អនៅក្នុងការធ្វើការងារជួយដោះស្រាយបញ្ហាការងារនឹងឲ្យបានលឿនឆាប់រហ័សហើយនឹងបង្កើនស្មារតីភាពនៅក្នុងក្រុមហើយចំណុចបន្ទាប់ទៀតនោះគឺ 2.5 ការប្រជុំក្រុមអនឡាញ online meeting នេះផងដែរគឺជាការប្រជុំឡើងដោយតាមប្រព័ន្ធអ៊ីនធឺណិតដោយប្រើប្រាស់កម្មវិធីដូចជា Zoom Google Meet ឬក៏ Microsoft Teams វាពេញនិយមខ្លាំងនៅសម័យបច្ចុប្បន្ននេះគឺសម័យបច្ចេកវិទ្យាអត្ថប្រយោជន៍របស់វាគឺសន្សំពេលវេលានិងថវិកាអាចប្រជុំពីកន្លែងផ្សេងក៏បានងាយស្រួលក្នុងការចែករំលែកឯកសារផងដែរហើយបុគ្គលវិបត្តិវិញក៏មានដូចគ្នាវាកាត់ឡើងបានដោយសារគុណវិបត្តិហ្នឹងក៏មានដូចគ្នាដូចជាវិបាកបើសិនមកអ៊ីនធឺណិតខ្សោយចឹងទៅយើងក៏ពិបាកក្នុងការតាក់ទងឬក៏ប្រជុំផងដែរហើយវាអាចមានការរំខានពីបច្ចេកទេសដោយសារតែយើងជុំចឹងទៅ slow ចឹងទៅក៏វាធ្វើឲ្យការប្រជុំរបស់យើងនឹងអាក់អួរមិនបានល្អផងដែរចូលមកដល់ចំណុចបន្ទាប់ទៀតគឺ3គុណសម្បត្តិនៃការប្រជុំ advantage of meeting
មានដូចជាវាមានដូចជាការបង្កើនការអនុវត្តចឹងទៅការប្រជុំជួយឲ្យក្រុមការប្រជុំជួយឲ្យសមាជិកក្នុងក្រុមឬអង្គការអាចទាក់ទងនិងផ្លាស់ប្ដូរព័ត៌មានគ្នាបានយ៉ាងស្រួលនិងច្បាស់លាស់ពេលមានការប្រជុំមនុស្សគ្រប់គ្នាអាចសួរសំណួរឆ្លើយឆ្លងគ្នាបានបញ្ចេញមតិយោបល់និងការយល់ឃើញរៀងៗខ្លួនហើយវាក៏ជួយកាត់បន្ថយការភាន់ច្រឡំនិងធ្វើឲ្យការងារដំណើរការល្អជាងមុនផងដែរហើយនឹងការជួយសមាជិកនៅក្នុងការប្រជុំសមាជិកអាចផ្ដល់គំនិតយ៉ាងយោបល់ផ្សេងៗដើម្បីវិភាគបញ្ហាការងារនិងស្វែងរកដំណោះស្រាយបានល្អបំផុតហើយការសមាជិកដែលកើតចេញពីការពិភាក្សារួមគឺមានភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពជាការសម្រេចចិត្តដោយឯកឯងតែម្នាក់និងការបង្កើនកិច្ចសហការការងារការប្រជុំធ្វើឲ្យសមាជិកក្រុមអាចធ្វើការងារបានល្អជាមួយគ្នាមនុស្សគ្រប់គ្នាយល់ពីតួនាទីនិងភារកិច្ចរបស់ខ្លួនដូច្នេះការងារអាចអនុវត្តបានទៅយ៉ាងរលូននិងមានប្រសិទ្ធភាពវាក៏ជួយបង្កើនសាមគ្គីភាពនិងទំនុកចិត្តនៅក្នុងក្រុមផងដែរចុះដល់ចំណុចបន្ទាប់ទៀតគឺចំណុចទី4និយាយអំពីគុណវិបត្តិនៃការប្រជុំ disadvantage of meeting គុណវិបត្តិនៃការប្រជុំនេះវាដូចជាចំណាយពេលវេលាបើការប្រជុំមិនមានការរៀបចំល្អឬក៏មានការពិភាក្សាច្រើនពេកវាអាចមានចំណាយពេលយូរពេលខ្លះការប្រជុំធ្វើឲ្យបុគ្គលិកខាត់ពេលវេលាធ្វើការផ្សេងៗនិងកាត់បន្ថយផលិតផលការងារហើយក៏អាចមានការខ្វែងគំនិតគ្នាផងដែរក្នុងការប្រជុំមនុស្សម្នាក់អាចនឹងមានគំនិតឬក៏យោបល់ខុសៗគ្នាច្រើនពេលខ្លះវាអាចបង្កជាការឆ្លោះឬក៏ភាពមិនយល់ស្របគ្នានឹងធ្វើឲ្យការសម្រេចចិត្តនឹងកាន់តែយឺតយ៉ាវហើយវាក៏ចំណាយថវិកាផងដែរដោយសារតែការប្រជុំធំក៏អាចត្រូវចំណាយទីកន្លែងឧបករណ៍អាហារឬក៏បច្ចេកទេសសម្រាប់ online meeting ដូច្នេះវាមានការប្រជុំញឹកញាប់ពេកអង្គការអាចនឹងចំណាយថវិកាច្រើនចូលមកដល់ចំណុចចុងក្រោយគឺ5សេចក្តីសន្និដ្ឋាន conclusion សរុបមកគឺការប្រជុំគឺជាសកម្មភាពសំខាន់មួយសម្រាប់អង្គការនិងក្រុមការងារវាជួយអំណាចទំនងសមាជិកនិងការសហការគ្នាដើម្បីសម្រេចនូវគោលដៅការជ្រើសរើសប្រភេទ meeting ឲ្យសមស្របនឹងការរៀបចំឲ្យមានប្រសិទ្ធភាពនិងជួយឲ្យការងារមានដំណើរការល្អនិងទទួលបាននូវលទ្ធផលជោគជ័យឥឡូវនេះការបកស្រាយរបស់ខ្ញុំបានចប់ហើយក៏សូមអរគុណទៅដល់លោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានចំណាយពេលមកមើលការបកស្រាយមួយនេះហើយសូមជម្រាបលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាផងដែរ